ចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ខែកក្កដាឆ្នាំ2026ខេត្តមួយចំនួនរបស់កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដីចន្លោះពី15%ដល់30%ខណៈខេត្តមួយចំនួនទៀតរួមនឹងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេនេះបើយោងតាមព្រឹត្តិបတ်ព័ត៌មានរបស់ក្រសួងធនធានទឹកនិងអូតូនិយមដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026នៅលើព្រឹត្តិបတ်ព័ត៌មាននេះក្រសួងបញ្ជាក់ថាព្យុះទី9ឈ្មោះបាវីដែលបានវិវត្តទៅជាព្យុះសង្គ្រានៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល់សមុទ្រអាណ្ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជាពុំសន្ធិដ្ឋនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ខែកក្កដាឆ្នាំ2026នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសពីយប់មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តសៀមរាបកំពង់ចាមត្បូងឃ្មុំស្វាយរៀងបន្ទាយមានជ័យនិងបាត់ដំបងអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី15%ចំណែកខេត្តព្រៃវែងពោធិ៍សាត់តាកែវកណ្ដាលកំពង់ឆ្នាំងកំពង់ធំនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេរីឯនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសបស្ចិមមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី20%ចំណែកខេត្តកំពង់ស្ពឺបៃលិននិងមណ្ឌលគិរីពុំមានភ្លៀងធ្លាក់ទេចំណែកឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី30%ចំណែកឯខេត្តកំពតនិងខេត្តកែបពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ50សង់ទីម៉ែត្រ